ករណីរថយន្ត BYD មួយគ្រឿងរបស់លោកត្រីសក្តាបើករះរថយន្តពីរគ្រឿងនិងម៉ូតូមួយបង្កគ្រោះថ្នាក់ដល់ម្ដាយកូន2នាក់កាលពីរសៀលថ្ងៃទី7ខែសីហាឆ្នាំ2026វេលាម៉ោង 2:40 នាទីបុរសម្នាក់បានបើករថយន្ត Mark BYD មួយគ្រឿងហើយឈប់ដេកតាមផ្លូវត្រូវបានកម្លាំងកងរាជអាវុធហត្ថទៅដោះភ្ញាក់បើករថយន្តថយក្រោយបុករះរថយន្តជាបន្តបន្ទាប់ពីគ្រឿងនិងកិនម៉ូតូមួយគ្រឿងបណ្ដាលឲ្យជនរងគ្រោះ2នាក់ម្ដាយរងរបួសធ្ងន់និងកូនបានស្លាប់ហើយនៅមន្ទីរពេទ្យហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចស្តុបតាមផ្លូវ598ស្ថិតនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញរថយន្តដែលបង្កគ្រោះថ្នាក់នោះ Mark BYD ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CE 4874ស៊េរី2025បើកបរដោយយុវជនម្នាក់ឈ្មោះត្រីសក្តាជាអ្នកសិល្បៈនិងរួមដំណើរដោយយុវជនម្នាក់ទៀតតាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើបានធ្វើដំណើរតាមផ្លូវលេខ598នៅក្នុងទិសដៅពីជើងទៅត្បូងនៅពេលធ្វើដំណើរមកដល់ចំណុចស្តុបស្រាប់តែឈប់ហើយដេកលង់លក់ខណៈក្រោយពេលកើតហេតុនោះអ្នកដំណើរក៏បានរាយការណ៍ទៅកងកម្លាំងអាវុធហត្ថតាមព័ត៌មានបានឲ្យដឹងថានៅពេលនោះសមត្ថកិច្ចកងរាជអាវុធហត្ថបានគោះទ្វារដាស់ស្រាប់តែបុរសនោះក៏បានថយរថយន្តបុករះរថយន្តចំនួន2គ្រឿងរួមមាន Mark Highlander មួយគ្រឿងនិង Toyota មួយគ្រឿងនិងកិនម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្ត្រីនិងកូនអាយុ13ឆ្នាំម្ដាយបានរងរបួសធ្ងន់កូនស្រីបានស្លាប់ហើយនៅមន្ទីរពេទ្យត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅក្នុងគ្រោះថ្នាក់នោះរថយន្តបានកិនម៉ូតូជាប់ក្រោមរថយន្តនឹងថយទៅបុកឡើងចិញ្ចើមផ្លូវបុកប៉ោះយាមបណ្ដាលឲ្យរងការខូចខាតហើយជាប់ទៅមុខលែងរួចភ្លាមនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកើតមានគ្រោះថ្នាក់នេះនគរបាលខណ្ឌសែនសុខបានចុះទៅសម្របសម្រួលចរាចរណ៍រួចតាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោកចុះមកវាស់វែងដើម្បីនាំយករថយន្តនិងអ្នកបើកបរបញ្ជូនទៅកាន់ការិយាល័យដើម្បីដោះស្រាយសងការខូចខាតទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយត្រីសក្តាមិនបានព្យាយាមរត់គេចខ្លួនឡើយតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺពេលដែលសមត្ថកិច្ចបាននាំខ្លួនទៅពិនិត្យរកសារធាតុអាល់កុលនិងសារធាតុញៀនស្រាប់តែរកឃើញវិជ្ជមានសារធាតុគ្រឿងញៀននេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដើមអំពិលដែលដកស្រង់ពីសម្ដីសាច់ញាតិជនរងគ្រោះនៅប្រលប់ថ្ងៃទី7ខែសីហាឆ្នាំ2026